ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើស៊ុបឆ្អឹងគោញ៉ាំណាតោះទៅតាមដានទាំងអស់គ្នាគឺខ្ញុំមិនដឹងអ្នកទាំងអស់គ្នាធ្វើមិនទេនេះគឺខ្ញុំធ្វើបែបខ្ញុំគឺលីងខ្ទឹមក្រហមខ្ទឹមសម្ដេងលក្រូចហើយនឹងកលក្រីតបមកយើងដាំទឹកពុះយើងបង់អាគ្រឿងដែលយើងលីងនឹងចូលតបមកឆ្អឹងគោគឺខ្ញុំយកទៅអាំងវាឲ្យឈ្ងុយសិនបានយកវាមកដាក់ងាស់ពេលវាឈ្ងុយហើយខ្ញុំដាក់វាងាស់ទៅងាស់ប្រើពេលយូរដោយសារឆ្អឹងហ្នឹងវាអត់មានសាច់ទេវាមានតែខួរក្នុងឆ្អឹងពេលអញ្ចឹងខ្ញុំក៏នឹកឃើញថែមសាច់ទាស៊ុបគោសាច់ទាស៊ុបគោប៉ុន្តែខ្ញុំថែមសាច់ទាសាច់គោក៏មានដែរតែខ្ញុំអត់ចង់ដាក់ខ្ញុំចង់ដាក់សាច់ទាអញ្ចឹងស៊ុបគោហ្នឹងគឺឈ្មោះថាស៊ុបគោសាច់ទាឥឡូវខ្ញុំបានវាងាស់វារៀងយូរដែរដល់ពេលទៅខ្ញុំចាប់ផ្ដើមដាក់សាច់ទាចូលងាស់ជាមួយគ្នាឲ្យវាផុយជាមួយគ្នានិយាយទៅគឺអត់មានអីពិបាកធ្វើទេគឺស្រួលធ្វើមែនតែនហើយនិយាយពីរសជាតិវិញបាច់និយាយមកឆ្ងាញ់ណាស់ព្រះអង្គអើយដោយសារវាជាតិចេញមកពីខួរក្នុងឆ្អឹងហើយយើងងាស់យូរទៀតពេលអញ្ចឹងវាឈ្ងុយហើយដោយសារយើងយកងាស់តែឆ្អឹងពេលអញ្ចឹងគឺវាអត់មាននេះទេវាអត់មានខ្លាញ់ដែកខ្លាញ់គោកកខ្លាញ់អីដូចយើងងាស់ពពួកយាវពពួកសាច់ខ្សៃសាច់អីទេឥឡូវខ្ញុំដាក់ការ៉ុតចូលបន្លែខ្ញុំគឺមានអីច្រើនទេខ្ញុំដាក់តែការ៉ុតទេតាមពិតបើយើងចង់ឲ្យឈ្ងុយយើងអាំងខ្ទឹមបារាំងទៀតក៏បានដែរតែខ្ញុំអត់ចង់ដាក់ដោយសារខ្ញុំធ្វើញ៉ាំលក្ខណៈគ្រួសារតែ2នាក់ពេលអញ្ចឹងអត់ចង់ធ្វើក្បាច់ក្បូរច្រើនដូចយើងធ្វើញ៉ាំឬយើងធ្វើញ៉ាំច្រើនអ្នកឬយើងធ្វើលក់អីចឹងណាអានេះខ្ញុំធ្វើញ៉ាំតែ2នាក់ចឹងខ្ញុំធ្វើបែបងាយស្រួលអាខ្លាញ់លឿងនេះអ្នកទាំងអស់គ្នាកុំច្រឡំថាខ្លាញ់គោឬកកខ្លាញ់ហ្នឹងគឺខ្លាញ់ទាវាចេញមកពីគូទាឥឡូវគឺខ្ញុំបង់ជាណាចូលបងចូលហើយខ្ញុំទុកឲ្យវាឈ្ងុយមកទៅទុកបានយើងបិទភ្លើងហើយចាប់ផ្ដើមដួសយកទៅញ៉ាំគឺស្រួលណាស់អ្នកទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយគឺមានអីច្រើនទេគឺយើងគ្រាន់តែងាស់វាហើយដាក់បន្លែហើយឥឡូវគឺខ្ញុំមកស្រោះវាមួយមីសួរនេះមីសួរដោយសារខ្ញុំត្រាំទឹកវារីកល្អហើយយើងគ្រាន់តែសូកអញ្ចឹងគឺឆ្អិនមកស្រួលមែនតែនអ្នកទាំងអស់គ្នាចង់ញ៉ាំមួយបាយក៏បានតែខ្ញុំចូលចិត្តមីសួរអញ្ចឹងខ្ញុំញ៉ាំវាជាមួយមីសួរឥឡូវទៅមើលខ្ញុំញ៉ាំទាំងអស់គ្នាឆ្ងាញ់ញ៉ាំចំពោះទាមួយទាំងខុយនៅនេះផុយអីតា
ជាក់នៅនេះគួរក្នុងឆ្អឹង